អ្វីចេញប្លង់ហើយធ្វើតាមប្លង់ចប់សពគ្រប់តែម្ចាស់ផ្ទះបែរជាកែសឹងតែគ្រប់ផ្ទះពេលខ្ញុំទៅតើប្លង់មួយនឹងពិតជាស្ថាបត្យករអ្នកគូឬក៏អ្នកណាអ្នកគូតើប្លង់មិនមែនមានន័យថាម្ចាស់ផ្ទះគ្មានសិទ្ធិកែម្ចាស់ផ្ទះគឺជាម្ចាស់គម្រោងដែលគាត់អាចបញ្ចេញអាយឌីរបស់គាត់នៅអ្វីដែលគាត់ចង់បានប្រាប់ស្ថាបត្យករជៀសវាងក្នុងការកែប្លង់នៅការដ្ឋានអាហ្នឹងគឺពិបាកចាយលុយរាប់ម៉ឺនដុល្លារបងប្អូនហើយណាស់ក៏ស្ថាបត្យករដែលមានជំនាញវិជ្ជាជីវៈត្រូវឆ្លងប្លង់ជាមួយនឹងម្ចាស់ផ្ទះឲ្យបានមុនពេលប្លង់នឹងឡើងការដ្ឋានឆ្លងប្លង់ឆ្លងអំពីតម្រូវការ concept ការប្រើប្រាស់ជាក់ស្ដែងរបស់ម្ចាស់ផ្ទះពន្យល់លម្អិតទៅកាន់ម្ចាស់ផ្ទះនោះម្ចាស់ផ្ទះព្រមទទួលយកអ្វីស្ថាបត្យករបាន design ហើយមានជារូប 3D បន្ថែមទៀតដើម្បីយកនៅអ្វីដែលស្ថាបត្យករ design នឹងទៅកាន់ម្ចាស់ផ្ទះឲ្យមើលជៀសវាងក្នុងការចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការដែលកែនៅប្លង់នៅក្នុងការដ្ឋានណាបងប្អូនហើយមិនងាយទេបងប្អូនហើយអ្វីដែលកាន់តែសំខាន់ស្ថាបត្យករគឺជាស្ថាបត្យករដែលត្រូវតែមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជំនាញវិជ្ជាជីវៈច្បាស់លាស់ហ្នឹងគឺកើតចេញពីការរៀនសូត្រចេញមកពីសាលារៀនសូត្រចេញពីការសិក្សាស្រាវជ្រាវក៏ដូចជាបទពិសោធន៍ផងដែរហើយជាចុងក្រោយប្រកាសអត់ថាប្លង់ហ្នឹងស្ថាបត្យករអ្នកគូ